ឥឡូវនេះសូមមកមើលមេរៀនទី8ជាបន្តទៀតវាក៏ទី7គឺតាក់ទងទៅនឹងពាក្យ soste គឺយើងប្រើប្រាស់នៅចន្លោះរវាងឃ្លាទី1ហើយនិងឃ្លាទី2ដែលមានន័យថាហើយឧទាហរណ៍ Semuriapu wa kirei desu soste nigiyaka desu ឃ្លានេះមានន័យថាទីក្រុងសៀមរាបគឺស្អាតហើយអ៊ូអរអញ្ចឹង soste គឺយើងប្រើប្រាស់នៅពេលដែលឃ្លាខាងមុខជាទម្រង់វិជ្ជមានអញ្ចឹងឃ្លាខាងក្រោយក៏ជាទម្រង់វិជ្ជមានដូចគ្នាប្រសិនបើខាងមុខជាទម្រង់បដិសេធអញ្ចឹងក្រោយក៏ត្រូវតែបដិសេធដូចគ្នាចំពោះពាក្យមួយទៀតគឺ ga ដែល ga បង្ហាញថាឃ្លាទី1ផ្ទុយទៅនឹងឃ្លាទី2 ga នេះមានន័យថាប៉ុន្តែឧទាហរណ៍ Nihongo no benkyou wa muzukashii desu ga omoshiroi desu ឃ្លានេះមានន័យថាការរៀនភាសាជប៉ុននឹងវាគឺពិបាកប៉ុន្តែវាគួរឲ្យចាប់អារម្មណ៍ឥឡូវនេះសូមមកធ្វើលំហាត់អនុវត្ត B5 ទាំងអស់គ្នាជាបន្តទៀតសូមមកមើលវេយ្យាករណ៍ទី8ដែលជាទម្រង់បញ្ជាក់ន័យឲ្យនាមក្នុងករណីនេះគឺគុណនាមភេទណៈបញ្ជាក់ន័យឲ្យនាមគឺយើងប្រើណៈភ្ជាប់ជាមួយឧទាហរណ៍ Sakura wa kirei na hana desu ដែលឃ្លានេះមានន័យថា Sakura គឺជាផ្កាដែលស្អាតអញ្ចឹងពាក្យថា kirei គឺជាគុណនាមប្រភេទណៈដែលវាបញ្ជាក់ន័យពាក្យថា hana អញ្ចឹងក្នុងករណីនេះគឺយើងត្រូវតែមានណៈនៅបន្ទាប់ពីពាក្យថា kirei ដើម្បីបញ្ជាក់ន័យឲ្យនាម hanaវេយ្យាករណ៍ទី9គឺជាការបញ្ជាក់ន័យដោយគុណនាមប្រភេទ x វិញអញ្ចឹងគឺគុណនាមប្រភេទ x បញ្ជាក់ន័យឲ្យនាមទី2គឺយើងអត់មានថែមពាក្យអីទេគឺយើងប្រើគុណនាមប្រភេទ x ធម្មតាឧទាហរណ៍ Fujisan wa takai yama desu ឃ្លានេះមានន័យថាភ្នំ Fuji គឺជាភ្នំដែលខ្ពស់ចំពោះពាក្យថា takai គឺជាគុណនាមប្រភេទ x អញ្ចឹងគឺយើងប្រើប្រាស់ពាក្យ takai ធម្មតាគឺយើងអត់មានត្រូវការថែមថយអីទេបន្ទាប់ពីមើលវេយ្យាករណ៍ទាំងពីរខាងលើរួចសូមធ្វើលំហាត់អនុវត្ត A3 ហើយនិង B6 ទាំងអស់គ្នានេះសូមមកមើលវេយ្យាករណ៍ទី10វិញវេយ្យាករណ៍ទី10គឺទាក់ទងនឹងសំណួរដែលសួរថា Donna បូកនឹងនាមទី2អញ្ចឹង Donna ហ្នឹងគឺបញ្ជាក់ន័យឲ្យនាមទី2ដូចគ្នាប៉ុន្តែវាជាឃ្លាសំណួរឧទាហរណ៍សំណួរ Inaka wa donna tokoro desu ka សំណួរនេះមានន័យថាតើស្រុកកំណើតរបស់អ្នកហ្នឹងគឺជាទីកន្លែងបែបណាដែរអញ្ចឹង Tokoro គឺជានាមចំពោះ Donna វិញគឺជាសំណួរដែលបញ្ជាក់ន័យឲ្យទីកន្លែង Tokoro ចម្លើយ Kirei na Tokoro desu អញ្ចឹងនៅពេលដែលយើងឆ្លើយគឺយើងឆ្លើយដូចទៅនឹងសំណួរដែរគឺត្រូវតែឃ្លាបញ្ជាក់ន័យដូចគ្នាអញ្ចឹង Kirei na Tokoro មានន័យថាទីកន្លែងដែលស្អាតឥឡូវនេះសូមធ្វើលំហាត់អនុវត្ត A3 ហើយនិង B7 ទាំងអស់គ្នាវេយ្យាករណ៍ទី11គឺទាក់ទងទៅនឹងពាក្យសំណួរ Dore ដែលមានន័យថាមួយណាដែរអញ្ចឹងពាក្យ Dore ហ្នឹងគឺបើថាឲ្យជ្រើសរើសនៅក្នុងចំណោមរបស់មួយចំនួនឧទាហរណ៍សំណួរ S さんの鉛筆はどれですかសំណួរនេះសួរថាតើខ្មៅដៃរបស់លោក S ហ្នឹងគឺមួយណាដែរអញ្ចឹងបើថាមានខ្មៅដៃមួយចំនួនប៉ុន្តែដឹងថាមួយណារបស់លោក S ទេអញ្ចឹងលោក S គឺជ្រើសរើសថាតើក្នុងចំណោមខ្មៅដៃនោះមួយណាជារបស់គាត់ចម្លើយ correct is មានន័យថាគឺមួយនេះ
ឥឡូវនេះសូមមកធ្វើលំហាត់អនុវត្ត B8 ទាំងអស់គ្នាចំពោះវេយ្យាករណ៍មេរៀនទី8សូមបញ្ចប់ត្រឹមនេះហើយសូមអ្នកទាំងអស់គ្នារងចាំមើលវេយ្យាករណ៍មេរៀនទី9ទាំងអស់គ្នាសូមអរគុណ